តែស្រឡាញ់ស្មោះគង់ថ្ងៃណាមួយយើងនឹងចូលក្នុងបេះដូងគេបានហើយនេះគឺជាដំណើរអាជីពរបស់កីឡាករម្រាមដៃ9 Dan Burn ជាមួយនឹងក្លឹប Newcastle ដែលអាចបង្រៀនយើងថាការប្រឹងប្រែងដើម្បីក្តីស្រមៃមិនចេះជឿពេលនោះឡើយចា៎ជំរាបសួរខ្ញុំកូនបានមាសជួបខ្ញុំមកចាស់នៅក្នុងវីដេអូថ្មីដោយលោកអ្នកនាងបានដឹងហើយថា Newcastle ទើបតែបានបំបីកំណត់ត្រាខ្លាយជាជើងឯកពានរង្វាន់ក្នុងស្រុកជាលើកដំបូងក្នុងរយៈពេលដល់ទៅ70ឆ្នាំក្រោយពីបានយកឈ្នះ Liverpool នៅវគ្គផ្ដាច់ព្រាត់ពានរង្វាន់ Carabao Cup ឬក៏ League Cup កាលពីសប្តាហ៍មុនដូច្នេះឈុតកីឡាករនៅក្នុងក្រុមនៅឆ្នាំ2025នេះសុទ្ធតែជាប់ឈ្មោះជាវីរៈបុរសរបស់អ្នកគាំទ្រ Newcastleក្នុងចំណោមកីឡាករ Newcastle ជាច្រើនអ្នកខ្ញុំសូមលើកយកដំណើរជីវិតរបស់ Dan Burn កីឡាករម្នាក់ដែលរកបានគ្រាប់បាល់នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់ជាចំណែកជួយ Newcastle លើកពាន Carabao Cup ជាលើកដំបូងផងដែរគាត់មានដំណើរជីវិតដែលអាចលើកទឹកចិត្តយើងបានថាគ្មានអ្វីយឺតពេលនោះទេដើម្បីបំពេញក្តីស្រមៃដែលយើងចង់បានហើយអ្វីបានជាដំណើរជីវិតរបស់គាត់គួរឲ្យចាប់អារម្មណ៍តោះមកតាមដានជាមួយខ្ញុំចា៎Dan Burn កើតនៅក្នុងឆ្នាំ1992នាទីក្រុង Police នៃប្រទេសអង់គ្លេសតាំងពីកុមារភាពគឺ Burn ស្រឡាញ់ Newcastle ហើយ idol របស់គាត់គឺលោក Alan Shearer Burn តែមានក្តីស្រមៃចង់ក្លាយជាកីឡាករជួយ Newcastle ឲ្យត្រឡប់ទៅលើកពានវិញហើយក៏ចង់ជាប់ឈ្មោះជាកីឡាករក្នុងឈុតធំរបស់ជម្រើសជាតិអង់គ្លេសផងដែរដូច្នេះគាត់ក៏បានចូលវឹកហាត់បាល់នៅក្នុងថ្នាលរបស់ Newcastleក៏ប៉ុន្តែដោយសារតែសមត្ថភាពរបស់គាត់នៅពេលនោះនៅមានកម្រិតដូច្នេះ Burn មិនអាចជាប់បានបង្ហាញខ្លួននៅក្នុងក្រុមឈុតធំ Newcastle នោះទេម្ល៉េះហើយគាត់ក៏ត្រូវបានបង្ខំចិត្តចេញពី Newcastle មួយរយៈទៅស្វែងរកបទពិសោធន៍ថ្មីដោយបានផ្ទេរទៅកាន់ក្រុម Darlington ដែលលេងនៅតាមលីកធម្មតាហើយបន្ទាប់ពីលេងនៅ Darlington បានមួយរយៈ Burn ក៏ត្រូវបានក្លឹប Fulham ផ្ទេរមកកាលពីចុងរដូវកាល2010-2011ប៉ុន្តែគាត់មិនបានបង្ហាញខ្លួននៅ Premier League ភ្លាមនោះទេព្រោះថាក្លឹប Fulham បានដាក់ឲ្យគាត់នៅក្នុងក្រុមបំរុងដើម្បីអភិវឌ្ឍបន្ថែមដែលតម្រូវឲ្យគាត់នឹងត្រូវចេញទៅលេងខ្ចីជើងនៅតាមក្លឹបមួយចំនួនក្នុងលីកតូចៗធម្មតាដូចជាក្លឹប Yeovil Town ហើយនិង Birmingham Cityហើយក្រោយមកទៅគាត់បានទៅលេងនៅក្នុងក្រុមឈុតធំរបស់ Fulham ប៉ុន្តែមិនយូរប៉ុន្មាននៅក្នុងឆ្នាំ2016 Burn ក៏បានផ្ទេរទៅកាន់ក្លឹប Wigan Athletic ហើយពីឆ្នាំក្រោយមកនៅឆ្នាំ2018ផ្ទេរទៅកាន់ Brighton សមិទ្ធផលខ្លះៗនៅ Brighton បូករួមទៅនឹងទឹកចិត្តស្រឡាញ់ស្មោះជាមួយនឹង Newcastle បានធ្វើឲ្យខាងក្លឹប Newcastle ហ្នឹងក៏សម្រេចចរចាទិញ Burn ពី Brighton កាលពីឆ្នាំ2022ក្នុងតម្លៃ13លានផោនមានន័យថា Burn ត្រូវរងចាំរហូតដល់16ឆ្នាំទើបអាចបង្ហាញខ្លួននៅឈុតធំរបស់ Newcastle បានព្រោះថាគាត់ធ្លាប់ត្រូវបាន Newcastle បដិសេធពីឈុតធំហ្នឹងកាលពេលដែលគាត់អាយុ17ឆ្នាំមកដល់ក្លឹបសារិកាព្រៃ Burn បានប្រឹងប្រែងអំពីសមត្ថភាពនៃក្តីស្រឡាញ់របស់គាត់ដែលបានជួយឲ្យ Newcastle បានលេងនៅ UEFA Champions League កាលពីឆ្នាំ2023រួចហើយនៅក្នុងឆ្នាំ2025នេះគាត់គឺជាចំណែកជួយក្រុមលើកពាន League Cup បំបីកំណត់ត្រាប្រវត្តិសាស្ត្រក្នុងរយៈពេល7ទសវត្សរ៍បន្ថែមពីនេះ Burn ក៏បានសម្រេចក្តីស្រមៃជាប់បានលេងនៅក្នុងក្រុមជម្រើសជាតិអង់គ្លេសនៅក្នុងឆ្នាំ2025នេះទោះបីជាគាត់មានអាយុ32ឆ្នាំហើយក៏ដោយក្រោមការដឹកនាំរបស់លោក Thomas Tuchel Burn មានគុណតម្លៃគ្រប់គ្រាន់ក្នុងការជួយតោកំណាចអង់គ្លេសនៅពេលនេះអញ្ចឹងយើងឃើញថាដំណើរអាជីពរបស់ Dan Burn គឺមានការប្រឹងប្រែងហើយក៏ដូចជាការសន្សំចិត្តស្មោះជាមួយនឹងក្លឹប Newcastle ខ្ញុំសូមបញ្ជាក់មួយចំណុចទៀតដែរថា Dan Burn នេះគឺជាកីឡាករបាល់ទាត់ម្នាក់ដែលមានម្រាមដៃតែ9តែប៉ុណ្ណោះព្រោះកាលពីអាយុ13ឆ្នាំដោយសារតែគាត់មានគ្រោះថ្នាក់នានាខ្ញុំមិនដឹងថាគ្រោះថ្នាក់អីដែរព្រោះរកអត់ឃើញព័ត៌មានហ្នឹងចាប៉ុន្តែដឹងថាកាលពីអាយុ13ឆ្នាំដោយសារតែមានគ្រោះថ្នាក់ហ្នឹងគឺម្រាមដៃនាងខាងស្ដាំរបស់គាត់ត្រូវដាច់តែម្ដងចាជាសរុបខ្ញុំសង្ឃឹមថាដំណើរអាជីពរបស់ Dan Burn នេះគឺជាក្តីសង្ឃឹមមួយសម្រាប់លោកអ្នកនាងអរគុណយើងនឹងជួបគ្នាបន្តនៅក្នុងវីដេអូក្រោយសូមជម្រាបលា